បងប្អូនទាំងអស់គ្នាតិចអត់ដឹងរឿងនេះអ្នកដែលមានជំងឺកាពះកុំអាលញ៉ាំរបៀបតាមចិត្តនៅក្នុងវីដេអូមុនណារមៀតគឺមានសារធាតុជួយច្រើនមែនទែនសម្រាប់កាពះប៉ុន្តែសម្រាប់អ្នកដែលញ៉ាំរមៀតពេលដែលពុះទទេវានឹងធ្វើឲ្យការផលិតជាតិអាស៊ីតក្នុងកាពះហ្នឹងកាន់តែច្រើនហើយសារធាតុក្នុងរមៀតដែលវាមានជាតិខ្ជូលខូមីនហ្នឹងវាក៏ជួយជំរុញឲ្យអាស៊ីតក្នុងកាពះហ្នឹងកាន់តែជំរុញដូច្នេះហើយនឹងធ្វើឲ្យយើងនឹងទៅជាមានអាការៈឈឺខើឆ្អល់កាហាយផ្សានៅក្នុងក្រពះនឹងនាំឲ្យកាន់តែរលាកកាពះធ្ងន់ធ្ងរសម្រាប់អ្នកដែលកំពុងតែមានជំងឺរលាកកាពះស្រាប់ទី2ការញ៉ាំរមៀតលើសកម្រិតដោយសារតែថាញ៉ាំកាន់តែច្រើនទៅល្អហើយនឹងឆាប់ជាអីហ្នឹងអញ្ចឹងការដែលញ៉ាំលើសកម្រិតហ្នឹងវាធ្វើឲ្យបញ្ហាឬក៏ដំណើរការរបស់ប្រព័ន្ធរលាយអាហារដែលមានកាពះពោះវៀនហ្នឹងវានឹងទៅជារញ៉េរញ៉ៃច្បុកច្បល់ដោយសារតែបរិមាណលើសនៃសារធាតុខ្ជូលខូមីននៅក្នុងរមៀតហ្នឹងផងដែរចំណុចទី3នេះកាន់តែប្រយ័ត្នសម្រាប់អ្នកដែលកំពុងតែមានជំងឺថង់ទឹកប្រមាត់ស្រាប់ព្រោះដោយសារតែក្នុងរមៀតនេះវាក៏ជួយជំរុញឲ្យមានការផលិតនៃថង់ទឹកប្រមាត់បានផងដែរអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមានជំងឺរលាកថង់ទឹកប្រមាត់ឬក៏ស្ទះថង់ទឹកប្រមាត់ការផលិតច្រើនដោយសារតែការញ៉ាំរមៀតច្រើននោះវាបង្កជាបញ្ហាជាគ្រោះនៅក្នុងថង់ទឹកប្រមាត់ឬក៏ស្ទះបំពង់បង្ហូរឬក៏ស្ទះថង់ទឹកប្រមាត់នឹងបានទៀតហើយក៏វានាំផលប៉ះពាល់ដល់ការរលាយអាហារបានផងដែរអញ្ចឹងហើយវីដេអូទាំងពីរនេះបង្ហាញបងប្អូនទាំងអស់គ្នាថារមៀតគឺល្អសម្រាប់សុខភាពប៉ុន្តែការប្រើប្រាស់ឲ្យបានត្រឹមត្រូវវានៅតែចាំបាច់អាហារក៏ប្រៀបដូចជាឱសថនិតពីរយ៉ាងដែរកាលណាតែយើងញ៉ាំលើញ៉ាំហួសកម្រិតវានឹងឲ្យផលប៉ះពាល់មកដល់រាងកាយដូចគ្នាអញ្ចឹងកុំភ្លេចណាបងប្អូនទាំងអស់គ្នាថ្មីដែលអត់បាន follow page Vitra កុំភ្លេច page Vitra គឺអាហារផ្សារភ្ជាប់នឹងសុខភាពនិងមានចំណេះដឹងច្រើនទាក់ទងជាមួយនឹងអាហារដែលចែករំលែកដល់នាងខ្ញុំអ្នកគ្រូសេពតផ្ទាល់